ញ៉ាំបាយកកល្អសម្រាប់សុខភាពយើងឬក៏អត់វីដេអូគួរញ៉ាំបាយក្តៅបាយត្រជាក់របស់ខ្ញុំលើកមុនហ្នឹងគឺមានការទស្សនារហូតដល់ 464K បងប្អូនគឺច្រើនមែនទែនហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំផងដែរហើយសំណួរដែលខ្ញុំទទួលបានច្រើនជាងគេនៅក្នុងវីដេអូហ្នឹងតើបាយកកញ៉ាំទៅល្អដូចអាបាយត្រជាក់នឹងឬក៏អត់បងប្អូនបាយកកវាខុសពីបាយត្រជាក់មានន័យថាយើងដួសអាបាយក្តៅយកទៅក្លាសេឲ្យកកចំណែកឯបាយកកខ្ញុំគិតថាប្រហែលជាបងប្អូនទុកនៅក្នុងឆ្នាំងហ្នឹងចោលមួយយប់តូភ្លឺឬក៏យើងដាំពីព្រឹករហូតដល់ល្ងាចឬក៏ដល់ថ្ងៃអីចឹងទៅអញ្ចឹងដើម្បីដឹងថាបាយកកល្អឬក៏មិនល្អបងប្អូនត្រូវដឹងថាតើបាយដែលយើងដាំហើយហ្នឹងទុកនៅក្នុងឆ្នាំងបានប្រហែលម៉ោងសិនអញ្ចឹងបាយដែលយើងដាំហើយគឺទុកបានតែ2ម៉ោងទេបងប្អូនបើសិនជាទុកយូរជាងហ្នឹងគឺវាមានបាក់តេរីមួយយ៉ាងអាចដោះនៅក្នុងបាយរបស់យើងហ្នឹងឈ្មោះថា Bacillus cereus អញ្ចឹងបាក់តេរីប្រភេទហ្នឹងវាអាចបញ្ចេញជាតិពុលនៅក្នុងបាយរបស់យើងពេលដែលយើងញ៉ាំទៅអាចមានអាការៈដូចជាក្អួតចង្អោររាគឬក៏ចុកពុះអញ្ចឹងចម្លើយបើសិនជាបងប្អូនទុកបាយហ្នឹងលើសពី2ម៉ោងគឺបងប្អូនអាចនឹងប្រឈមមុខជាមួយនឹង Bacillus cereus toxin ឬក៏ជាតិពុលរបស់បាក់តេរីហ្នឹងឯងអញ្ចឹងវាអត់ល្អសម្រាប់សុខភាពយើងទេបើសិនជាបងប្អូនចង់ញ៉ាំបាយត្រជាក់បងប្អូនដួសបាយហ្នឹងហើយដាក់នៅក្នុងប្រអប់យកទៅក្លាសេនៅក្នុងកន្លែងកកកម្រិតត្រជាក់គឺ0អង្សាឬក៏4អង្សានៅកន្លែងទូកកយើងនឹងហ្មងបងប្អូនដើម្បីឲ្យបាយនឹងវាកកហើយវាคล้ายទៅជា resistant starch មានន័យថាពេលដែលយើងញ៉ាំចូលខ្លួនទៅវាមិនងាយបំបែកទៅជាស្ករធ្វើឲ្យស្កររបស់យើងនឹងឡើងខ្ពស់បងប្អូនចង់ឆ្ងល់ចុះលោកគ្រូក្លាសេកន្លែង0អង្សាបាយវាមិនរឹងកព្រឹសបាត់ទៅហើយបងប្អូនអាចយកបាយនឹងយកទៅកម្ដៅវិញពេលដែលកម្ដៅទៅវាទៅជាបាយក្ដៅបងប្អូនអាចញ៉ាំវាបានហើយការដែលយើងយកបាយក្លាសេយកទៅកម្ដៅគឺអាជាតិស្ករនៅក្នុងបាយនឹងវានៅតែជា resistant starch ដដែលទេវាអត់ប្រែទៅជាបាយដែលមានស្ករខ្ពស់ទេអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាខ្ញុំនឹងឆ្លើយចំនៅចំណុចដែលបងប្អូនចង់បានគឺបាយកកមិនល្អសម្រាប់សុខភាពទេហើយបាយត្រជាក់គឺវាល្អសម្រាប់សុខភាពធ្វើឲ្យស្កររបស់យើងនឹងមិនសូវឡើងខ្ពស់